ខ្ញុំបានជួយសង្គ្រោះពួកនាងពីកណ្ដាប់ដៃពួកចោរភ្នំពួកវាបានធ្វើឲ្យពួកនាងសន្លប់ដូច្នេះហើយមានតែបង្ខំចិត្តនាំពួកនាងមកផ្ទះខ្ញុំតែម្ដងទៅអ្នកនិយាយថាអ្នកមិនមែនជាបាក់ពួករបស់ពួកគេតើមានភស្តុតាងអ្វីទេចាចាំមើលចុះរីកាខ្ញុំនឹងសម្លាប់ពួកវាឲ្យងាប់អាវុធដែលគាត់ដណ្ដើមបានពីដៃពួកវារកឃើញតួអង្គដែលអាចភ្ជាប់បានតើចង់ភ្ជាប់ជាមួយយ៉ានវូសៀងដែរឬទេភ្ជាប់ជាមួយយ៉ានវូសៀងជោគជ័យពិន្ទុបេះដូងយ៉ានវូសៀងបូក50ពិន្ទុបេះដូងបច្ចុប្បន្ន0ឯងលេងសាច់នឹងខ្ញុំមែនទេបូក50ពិន្ទុហើយហេតុអ្វីនៅតែ0ចាស់ហើយនេះមិនមែនជាកំហុសខ្ញុំទេពិន្ទុបេះដូងដំបូងរបស់នាងចំពោះអ្នកគឺដក50បន្ទាប់ពីបន្ថែម50គឺស្មើនឹង0មិនខុសទេតាមពិតទៅស្រីម្នាក់នេះមានអារម្មណ៍មិនល្អចំពោះខ្ញុំតាំងពីដំបូងត្រូវស្អប់គ្នាខ្លាំងប៉ុណ្ណាទៅគ្រាន់តែពេលវាស់កម្ដៅដុតខុសកន្លែងបន្តិចសោះនឹងនេះមិនមែន0ទេអីខ្លាចស្អីទៅយ៉ាងច្រើនថ្ងៃក្រោយគ្រាន់តែបំពេញបន្ថែមឲ្យបានច្រើនដងទៅបានហើយលើកនេះជឿហើយមែនទេហេតុអ្វីអ្នកដឹងឈ្មោះខ្ញុំមិញនេះអ្នកជាអ្នកនិយាយខ្លួនឯងតើខ្ញុំបាននិយាយអញ្ចឹងមែនបាត់និយាយបងសម្លាញ់បងសម្លាញ់ប្រពន្ធសម្លាញ់អូចុះពួកគេគឺបងបានជួយសង្គ្រោះពួកគេពីដៃពួកចោរភ្នំបងសម្លាញ់បងមិនមានរបួសត្រង់ណាទេមែនទេបងមិនមានរបួសត្រង់ណាទេមែនទេមិនអីទេសុំទោសកញ្ញាផងដែលធ្វើឲ្យឃើញរឿងបែបនេះវ៉ាន់រូហើយអ្នកទាំងពីរនេះគឺជាប្អូនស្រីរបស់ខ្ញុំវ៉ាន់យូអ្នកទាំង3មានស្វាមីតែម្នាក់ទេអីខ្ញុំឈ្មោះយេវូសៀងត្រូវបានស្វាមីអ្នកជួយសង្គ្រោះពីកណ្ដាប់ដៃពួកចោរភ្នំអ្នកអាចហៅខ្ញុំថាវូសៀងក៏បានចាសកញ្ញាវូសៀងស្លាប់ហើយបងកញ្ញាវូសៀងគ្រុនក្តៅហើយនេះជាជំងឺធ្ងន់ធ្ងរណាស់អាកាសធាតុនេះគឺជាជំងឺធ្ងន់ធ្ងរណាស់អាកាសធាតុត្រជាក់ខ្លាំងណាស់តើគួរធ្វើដូចម្តេចទៅលោកប្តីស្រីទាំងនេះសុទ្ធតែគ្រុនក្តៅទាំងអស់ត្រូវតែព្យាបាលជាបន្ទាន់បើមិនដូច្នោះទេច្បាស់ជាមានរឿងមិនល្អកើតឡើងទៅខានអូយនេះពួកគេយ៉ាងហោចណាស់ក៏លើសពី39បាល់សាដែរទោះបីជាជួយសង្គ្រោះឲ្យដឹងខ្លួនវិញក៏ដោយនឹងខ្លាចជាមនុស្សល្ងីល្ងើមិនខានលោកប្តីបើអញ្ចឹងលោកប្តីប្រញាប់ជួយមនុស្សកំសត់ទៅស្រីទាំងនេះសុទ្ធតែគ្រុនក្តៅខ្លាំងណាស់ប្រហែលជាដោយសារពួកចោរភ្នំនាំធ្វើដំណើរផ្លូវឆ្ងាយរហូតដល់ភាពខ្លួនខ្ពស់បែបនេះក្រៅពីផ្ដាសាយជួយបណ្ដាលឲ្យរាកសួតបើមិនដូច្នោះទេមិនគួរណាគ្រុនក្តៅខ្លាំងបែបនេះទេភរិយាទាំងឡាយរបស់ពួកអូនចុះអ្វីដែលបងត្រូវធ្វើបន្ទាប់នេះគឺដើម្បីជួយព្យាបាលពួកគេតែប៉ុណ្ណោះពួកអូនកុំយល់ច្រឡំអីណាអូយពួកគេមានជំងឺរលាកសួតដែលបង្កឡើងដោយខ្យល់ត្រជាក់រលាកសួតនឹងណាគឺជាការរលាកនៅក្នុងសួតនឹងឯងរឿងនឹងត្រូវតែប្រញាប់ព្យាបាលទៅបានបើមិនដូច្នោះទេនឹងមានមនុស្សស្លាប់មិនខានតើគួរធ្វើដូចម្តេចទៅកណ្ដាលអាធិត្របែបនេះតើទៅរកគ្រូពេទ្យនៃណាទៅមិនអីទេអូននៅចាំខ្ទង់វេទមន្តដែលបងធ្លាប់និយាយប្រាប់ទេនៅក្នុងនោះមានថ្នាំព្យាបាលចំណែកពួកអូនទៅយកចានខ្លះមកហើយដងទឹក2-3ចានមកពីឡានផងចាស់តូនជាអូយពួកអូនមើលចុះពួកគេទាំងអស់គ្នាកំពុងសន្លប់ស្តុកស្ដឹងឆ្នាំនេះក៏មិនអាចលេបចូលបានដែរ House មកដល់ពេលនេះហើយលោកប្តីគុំនៅតែប្រកាន់វិន័យពេកប្រញាប់បញ្ចុកថ្នាំតាមមាត់ឲ្យពួកគេទៅបងទេតើបានមែនទេយ៉ាងណាមិញប្រុសនិងស្រីមិនគួរនៅក្បែរគ្នាស្និទ្ធស្នាលពេកទេលោកប្តីគុំធ្វើពុតអីមាត់របស់លោកប្តីញឹមឡើងដល់ត្រជាហើយបើសិនជាលោកប្តីធ្វើមិនកើតទេភរិយាសម្លាញ់ការងារធ្ងន់បែបនេះឲ្យអូនធ្វើមិនដេចនឹងកើតទុកឲ្យបងវិញពួកអូនចាំមើលចុះ